10 ជាងហើយណាប្រហែលមួយ10នាក់ឯងខំដែរអត់ចាញ់តាក់ស៊ីទេមានតាក់ស៊ីរំណែប្រែរំសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយក៏សូមស្វាគមន៍មកកាន់ Channel TRC កុំភ្លេចជួយ Like ជួយ Share និង Subscribe ដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីពី Channel TRC 10នាក់ជាងហើយណាប្រហែលមួយ10នាក់ឯងខំដែរអត់ចាញ់តាក់ស៊ីទេមានតាក់ស៊ីបាទគ្រាន់តែមើលក្បាលវីដេអូក៏ដឹងថាសប្បាយអដែរបងប្អូនហើយឡើងតែសប្បាយអគឺមកដល់ខ្លាំងទ្វារវត្តបាត់ហើយវត្តនេះដែរគឺមានឈ្មោះថាវត្តពពែក្រោមដែលស្ថិតនៅខាងស្រុកពញាលឺខេត្តកណ្ដាលបងប្អូនហើយថ្ងៃនឹងដែរគឺជាថ្ងៃដង្ហែលអង្គកឋិនទានចូលមកទីអារាមនៃវត្តពពែក្រោមដែលត្រូវជាថ្ងៃ5កើតខែកដិកថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025ហើយពេលនេះដែរគឺ admin នៅរងចាំពេលដល់វេលាក្នុងការដង្ហែលនៅក្បួនអង្គកឋិនទានទៅកាន់មហារូងដែលជាទីសេនាសនៈសម្រាប់ធ្វើនៅកិច្ចក៏ដូចជាក្រាលគ្រងនៅកឋិនទានហើយឆ្លៀតក្នុងឱកាសនឹងដែរ admin ក៏សូមជូនមគ្គផលទៅដល់ពុកម៉ែបងប្អូនឲ្យបានស្មើ admin ដែរហើយនេះជាវត្តទី2ដែល admin បានធ្វើនៅកឋិនទានក្នុងឆ្នាំហ្នឹងហើយបន្ទាប់អំពីហ្នឹងទៅគឺអូនរក្សាសុំទិញសัตว์ដើម្បីប្រឡែងឲ្យវាមានសេរីភាពហើយ admin ជឿថាការដោះលែងសัตว์នេះគឺជាប្រផ្នូលល្អមួយសម្រាប់បុគ្គលម្នាក់ព្រោះជាទូទៅគឺយើងតែងតែចង់បាននៅសិទ្ធិសេរីភាពដែលគ្មានការគៀបសង្កត់ក៏ដូចជាការឃុំឃាំងបិទសិទ្ធិសេរីភាពផ្សេងអញ្ចឹងណាបងប្អូននេះគឺតាមការយល់ឃើញរបស់ admin បន្ទាប់អំពីនឹងទៅគឺនាំអូនរក្សាមកលេងសួនច្បារបងប្អូនហើយវត្តពពែក្រោមនេះគឺទីធ្លាធំទលេមែនតើអូនរៀបចំនៅជុំវិញបរិវេណព្រះវិហារនេះគឺក្រាលទៅដោយកម្រាលព្រំពណ៌ក្រហមច័ន្ទឆាយនៅក្នុងនោះដែរគឺមាននៅទីសេនាសនៈដើម្បីគោរពបូជានៅធូបទៀនក៏ដូចជាផ្កាជាដើមហើយបន្ទាប់អំពីនឹងទៅគឺនាំអូនរក្សាហើយនឹងអូនរៈមកលេងនៅទីធ្លាខាងមុខនៃព្រះអង្គធំនៅមុខនឹងព្រះវិហារហើយបន្ទាប់ពីពេលនឹងទៅគឺដល់វគ្គអូនរៈម៉ងសាយទៅនឹងនោះឯងដល់ម៉ោងលោតម៉ងសាយម្ដងហើយបងប្អូនឬសំលេងឆៃយ៉ាំគឺមិនបានទេគឺរំមើលទៅគឺសប្បាយជាខ្លាំងហ្នឹងហើយបានឮសំលេងឆៃយ៉ាំតបអំពីនឹងទៅគឺដល់ពេលដល់វេលាក្នុងការធ្វើក្បួននៅដង្ហែលអង្គកឋិនទានទៅកាន់មហារូងដែរនៅក្នុងនោះដែរគឺមានក្រុមឆៃយ៉ាំហើយហោមនៅខាងមុខដែលមានតាមក្បួនតម្រាពីបារាណមកពីសម័យព្រះជាមុនអូនហើយនៅខាងមុខនេះគឺមានក្រុមឆៃយ៉ាំហើយនឹងបន្ទាប់ពីនឹងទៅគឺទៅតាមក្បួនតម្រាហើយមួយវិញទៀតគឺមានការចូលរួមជាច្រើនកកពីសំណាក់ញាតិញោមក៏ដូចជាពុទ្ធបរិស័ទចំណុះជើងដែលជាម្ចាស់នៃត្រៃនីមួយធ្វើការដង្ហែលប្រតិសិនជុំវិញព្រះវិហារទៅតាមក្បួនខ្នាតតម្រាពីបរាណកាលដែលមានចែងចងក្រងនៅក្នុងកម្មវិធីដង្ហែលអង្គកឋិនទានហើយថ្ងៃនឹងដែរគឺមានពុទ្ធបរិស័ទមកពីទីចិត្តទីឆ្ងាយក្នុងការដង្ហែលនៅក្បួនស្បង់ស្បៃត្រៃជីវរដើម្បីថ្វាយប្រគេតដល់ព្រះសង្ឃហើយថ្ងៃនឹងដែរគឺជាថ្ងៃអាទិត្យហើយជាថ្ងៃដែលត្រូវឈប់សម្រាកអញ្ចឹងញាតិញោមពុទ្ធបរិស័ទមកពីទីចិត្តទីឆ្ងាយគឺច្រើនកកមែនតែនដែលញ៉ាំងឲ្យអង្គកឋិនទានកាន់តែអលរឹកអធិកអធមក្នុងការដង្ហែលអង្គកឋិនទានទៅកាន់មហារូងដើម្បីក្រាលគ្រងនៅអង្គកឋិនទានហើយដោយពុទ្ធបរិស័ទចំណុះជើងវត្តផងតាំងពីមកពីទីចិត្តទីឆ្ងាយដែលគាត់មានសទ្ធាជ្រះថ្លានៅក្នុងអង្គកឋិនទានជាច្រើនកកដែលធ្វើឲ្យការដង្ហែលអង្គកឋិនទាននេះគឺត្រូវការចំណាយពេលយូរនៅក្នុងការរៀបចំក៏ដូចជាការចាត់ចែងដើម្បីឲ្យអង្គកឋិនមើល
ទៅមានសភារលូនក៏ដូចជាសោភ័ណភាពក្នុងការថតជាវីដេអូក៏ដូចជារៀបចំថតជាសញ្ញាដើម្បីទុកជាអនុស្សាវរីយ៍នៃក្នុងកម្មវិធីអង្គធនទានហើយបន្ទាប់ពីហ្នឹងទៅក៏បន្តនៅការដង្ហែក្បួនអង្គធនទានដង្ហែស្បង់ស្បៃត្រៃជីវរហើយក្បួនដង្ហែស្បង់ស្បៃត្រៃជីវរនេះបងប្អូនគឺពិតជាវែងអន្លាយបងប្អូនព្រោះដោយសារមានការចូលរួមពីបងប្អូនក៏ដូចជាពុទ្ធបរិស័ទពីទីជិតទីឆ្ងាយគឺច្រើនមែនទែនច្រើនកកកបងប្អូនចឹងក្បួនគឺសង្ឃថាពាត់មកជុំវិញនៃកំរាលក្រាលជុំវិញព្រះវិហារហើយពាត់ទៅដល់ក្រោយលាតសន្ធឹងទៅដល់មហារោងដែលជាកន្លែងទីសនាសនៈដើម្បីទទួលនៅម្ចាស់នៅត្រៃទាំងអស់ដើម្បីចូលទៅស្ដាប់នៅអាវ៉ាតក៏ដូចជាធ្វើនៅកិច្ចក្រាលក្រមស្បង់ស្បៃត្រៃជីវរហើយឆ្នាំនឹងដែរខ្ញុំជឿថាមានពុទ្ធបរិស័ទមួយចំនួនគាត់អត់បានមកចូលរួមអញ្ចឹងណាព្រោះសាររាល់ឆ្នាំគឺមិនមែនពុទ្ធបរិស័ទប៉ុណ្ណឹងឯងបងប្អូនឃើញប៉ុណ្ណឹងច្រើនប៉ុន្តែរាល់ឆ្នាំគឺច្រើនជាងនឹងទៀតបងប្អូនគឺជាមួយនឹងកម្មវិធីដូចជាដង្ហែអង្គធនទាននេះគឺដល់ថ្នាក់រកកន្លែងចំណតសម្រាប់ទុកយានជំនិះស្ទើរតែមិនបានបងប្អូនអញ្ចឹងប៉ុន្តែក៏ឆ្នាំហ្នឹងវារៀងទលាយជាងរាល់ឆ្នាំហ្នឹងហើយបងប្អូនអញ្ចឹងអាចនឹងមានបងប្អូនមួយចំនួនគាត់ធ្វើដែរតែធ្វើជាមួយនឹងវត្តផ្សេងដតីទៀតអញ្ចឹងណាបងប្អូនពុទ្ធសាសវត្តនៅព្រះរាជាណាចក្រកម្ពុជាអញ្ចឹងគឺច្រើនគឺមានពុទ្ធបរិស័ទក៏ដូចជាបងប្អូនមួយចំនួនគាត់ធ្វើឆ្នាំនឹងហើយនៅវត្តពពែក្រោមឆ្នាំក្រោយគាត់បដូរទៅធ្វើនៅវត្តផ្សេងដទៃទៀតអញ្ចឹងណាបងប្អូនអញ្ចឹងគឺចំនួននេះបើមើលទៅឃើញច្រើនប៉ុន្តែតិចជាងរាល់ឆ្នាំឯងបងប្អូនរាល់ឆ្នាំគឺច្រើនជាង2ទៅ3ដងទៀតបងប្អូនអញ្ចឹងណាសឹងថារកកន្លែងអង្គុយកន្លែងដែលសមគួរសឹងតែមិនបានបងប្អូនដោយសារពុទ្ធបរិស័ទគឺគាត់ស្គាល់ច្រើនព្រោះដោយសារនៅពេលក្រោមគឺចៅអធិការគាត់មានប៉ុស្តិ៍វិសុហៅថាប៉ុស្តិ៍វិសុមេត្តាបងប្អូនប៉ុន្តែ admin ភ្លេចថាប៉ុស្តិ៍លេខប្រមាណដែរបងប្អូនប៉ុន្តែគាត់ឈ្មោះប៉ុស្តិ៍វិសុគឺមេត្តាគាត់ឈ្មោះជាបច្ចៅអធិការឈ្មោះបច្ចៅអធិការនៃវត្តពពែក្រោមនឹងតែម្ដងហើយបងប្អូនគ្រាន់តែមើលទៅបងប្អូន admin ឈរនៅមួយចំហៀងនេះគឺថតមួយចំហៀងទៀតគឺជាកតុយនៃការដង្ហែស្បង់ស្បៃត្រៃជីវរហើយបើសរុបរួមទៅមានន័យថាពាត់បតិសិនមកជុំវិញហ្នឹងគឺសិតតែពុទ្ធបរិស័ទទាំងអស់អញ្ចឹងមានន័យថាពីក្បាលហើយនឹងកតុយហ្នឹងគឺជួបគ្នាបានអស់ជាមួយនឹងក្បួននៃការដង្ហែអង្គធនទានហើយ admin មានចិត្តសោមនស្សរីករាយក្នុងការបានមកចូលរួមក្នុងអង្គធនទាននៃវត្តពពែក្រោមហើយ admin ក៏សូមអនុមោទនាបុណ្យដែល admin បានធ្វើនៅក្នុងឱកាសនឹងដែរគឺសូមចែកជូនបុណ្យកុសលទាំងឡាយនេះទៅដល់ញាតិញោមពុទ្ធបរិស័ទដែលមិនបានចូលរួមក្តីឬក៏បានចូលរួមក្តីសូមឲ្យបានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាក៏ដូចជាបាននៅបុណ្យកុសលស្មើខ្ញុំប្រកាសណាផងដែរបន្ទាប់អំពីនឹងទៅគឺការដង្ហែនៅស្បង់ស្បៃត្រៃជីវរក៏បានបញ្ចប់ហើយក៏បានមកដល់នៅមហារោងដើម្បីធ្វើនៅកិច្ចក្រាលក្រងនៅអង្គធនដាក់ដៃថ្វាយគុំទាំងអស់គ្នាទៅណាបាទទុកអនុស្សាវរីយ៍ទៅសោះកាយវន្តនីកាយវន្តនីកាយវន្តនីសូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់អនុមោទនីអញ្ចឹងអង្គកថាក៏បានបញ្ចប់ហើយវីដេអូ admin មានតែប៉ុណ្្នឹងទេហើយបើបងប្អូនចូលចិត្តកុំភ្លេចជួយ like ជួយ share និង subscribe ដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីៗពី Channel TRC អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ